ដើមត្រេនមួយចំនួនឧបមាថាក្នុងមួយចកាអញ្ចឹងវាមាន4 10ដើមអញ្ចឹងណាអាហ្នឹងឧបមាពេលខ្លះខ្ញុំឃើញមានស្លឹកផនវាហ្នឹងវាទៅជាពណ៌លឿងអត់មានពណ៌ខៀវហើយវាចាប់ដើមធ្លាក់ចុះដល់ពេលខ្ញុំសឡឹងមើលអាត្រួយវានេះអត់មានចេញត្រួយថ្មីមកទេបាទអត់មានចេញត្រួយថ្មីហើយកាយមើលឬអីហ្នឹងទៅអាឬស្បៃផនវាឡើងខ្មៅឡើងកាច់មកផេះឡើងផុយស្រួយអស់លីងបាទឡើងផុយស្រួយហើយឃើញគាត់សួរទៅដាក់ជីមិនឡើងសោះគ្រូអើយដាក់ជីមិនឡើងសោះគ្រូអើយអាហ្នឹងលោកគ្រូអាចធ្វើការបកស្រាយថាវាបណ្ដាលមកពីជំងឺអ្វីហើយយើងត្រូវមានដំណោះស្រាយជាពិសេសចង់បានដំណោះស្រាយវាមិនដែរបាទសូមជឿគ្រូអរគុណច្រើនគ្រូបាទហ្នឹងហើយតើតើនឹងដំណាំទុរេនបច្ចុប្បន្ននេះគឺយើងឃើញថាជួបបញ្ហាច្រើនហើយជាពិសេសគឺតំបន់ដែលមានភ្លៀងធ្លាក់ជោគជាំខ្លាំងណាបាទដូចជាខាងរតនគិរីមណ្ឌលគិរីដូចជាខាងអូសោមអញ្ចឹងទៅបាទភ្លៀងជោគជាំខ្លាំងពេកធ្វើឲ្យបាទសន្តានដីរបស់គាត់ហ្នឹងវាអត់សូវស្រស់ទឹកបាទហើយតើតើជាមួយនឹងការថែទាំដើមគាត់មិនសូវបានល្អផងការបាញ់ជីបំពន់អីរៀងលើសលប់ផងក៏វាជាបញ្ហាដូចគ្នាដែរបាទអញ្ចឹងតើតើនឹងបញ្ហាដូចគ្រូលើកឡើងនេះបាទយើងឃើញថាវាមានសភាពស្លឹកស្ពូនពេលថ្ងៃក្តៅខ្លាំងរៀងក្របឬក៏ពណ៌ស្លឹកហ្នឹងពណ៌វាចាប់ដើមក្រហមទុំណាបាទហើយមួយទៀតហ្នឹងគ្រូគាត់បានសង្កេតឃើញថាគាត់បានកាយមើលប្រព័ន្ធទឹកជើងក្រោមឃើញថាវាចាប់ដើមឡើងខ្មៅហើយអញ្ចឹងតើតើជាមួយនឹងបញ្ហានេះគឺយើងដើរតើជាមួយនឹងបញ្ហាជំងឺ Phytophthora ហើយតើតើជាមួយនឹងការដូចថាត្រៀមរបស់យើងវាមានបញ្ហាតើនឹងតំបន់ខ្លះគឺភ្លៀងជោគជាំខ្លាំងពេកឬក៏ទឹកលិចខ្លាំងពេកក៏វាជួបបញ្ហានឹងដូចគ្នាដែរបាទប៉ុន្តែឥឡូវនេះគឺយើងផ្ដោតទៅលើតើតើនឹងជំងឺ Phytophthora បាទតើតើនឹង Phytophthora ដោយគាត់លើកឡើងអញ្ចឹងឃើញថារឹសចាប់ដើមយើងកាយមើលរឹសណាឡើងខ្មៅមកលួយមកបដ ாய் អញ្ចឹងទោះបីជាយើងជាយាមដាក់ជីបាទជាយាមដាក់ជីបានច្រើនជាយាមដាក់ទឹកបានច្រើនក៏ត្រៀមរបស់យើងអត់បឺតសារធាតុចិញ្ចឹមឬក៏អត់លូតលាស់ទៀតដែរបាទគឺជំងឺចាប់ដើមវៃលុកចុះហើយបាទអញ្ចឹងយើងមើលទៅដូចជាបញ្ហានេះគឺជួបកត្តាបញ្ហាខ្លាំងបាទដែលថាក្នុងការផលិតអញ្ចឹងដូចលោកគ្រូមិញថាវាភាគច្រើនគឺជាជំងឺពពុះ Phytophthora បាទដែលការដាក់ជីមិនអញ្ចឹងការដែលខែភ្លៀងហ្នឹងទៅវាអាចធ្វើឲ្យរាលដើមផ្សេងឬក៏ដើមកន្លែងណាក្បែរហ្នឹងអញ្ចឹងណាបាទអញ្ចឹងមួយវិញទៀតបើយើងគិតថាពាក់ព័ន្ធនឹងដំណោះស្រាយតាមបែបធម្មជាតិឬក៏ដំណោះស្រាយតាមបែបគីមីតើលោកគ្រូឧបមាថាយើងដំណោះស្រាយបែបធម្មជាតិយើងគួរតែធ្វើយ៉ាងម៉េចឧបមាកាប់ឆ្កាដុតបំផ្លាញឬក៏យើងធ្វើយ៉ាងម៉េចចេញអូចេញអីហ្នឹងហើយជាមួយនឹងវិធីសាស្ត្រគីមីជាពិសេសគឺផនក្រុមហ៊ុនយូធីក្របតែម្ដងតើលោកគ្រូមានជាដំណោះស្រាយអ្វីឲ្យវាល្អប្រសើរក្នុងការការពារឬក៏ព្យាបាលបាទការការពារយើងការពារដើមផ្សេងដែលអត់មានឈឺអញ្ចឹងណាបាទហើយព្យាបាលយើងអាចថាជួយសង្គ្រោះមួយដើមហ្នឹងឬក៏ពីរដើមហ្នឹងឲ្យវាអាចមានសុខភាពស្ដារសុខភាពល្អប្រសើរឡើងវិញបានឬក៏អត់គ្រូបាទសូមជឿអញ្ចឹងតើតងជាមួយនឹងដំណោះស្រាយដែលគ្រូបានលើកឡើងអញ្ចឹងគឺយើងមានបាទវិធីសាស្ត្រក្នុងការថែទាំនៅក្នុងចំការផ្ទាល់បាទអញ្ចឹងយើងតើតងជាមួយនឹងការរៀបចំបាទការតែងដើមតែងមែកបាទក៏ដូចជាការជីកបន្លាយបាទដើម្បីស្ដារប្រព័ន្ធឬក៏ដូចជាការបង្ហាញថាយើងកុំឲ្យដីរបស់យើងវានៅប៉ាំទឹកណាបាទព្រោះធម្មតាយើងស្រោចទឹកទៅអាខាងលើយើងមើលឃើញប៉ុន្តែខាងក្រោមវាអាចសំណើមនៅជាប់រហូតបាទអញ្ចឹងតើទៅជាមួយនឹងការរៀបចំប្រព័ន្ធធារាសាស្ត្រមានន័យថារៀបចំប្រព័ន្ធបន្លាយរំដោះទឹកណានៅក្នុងចំការក៏ល្អការរៀបចំកាត់មែកតែងមែកអីគឺល្អហើយទៅទៀតតើតជាមួយនឹងការយល់ដឹងតើជាមួយនឹងការប្រើប្រាស់ជីបំពន់តាមវគ្គនីមួយៗបានត្រឹមត្រូវតាមកម្រិតវាកុំឲ្យវាមានថាពេលខ្លះយើងដាក់ជីឲ្យតែល្អពេលខ្លះជីនឹងវាលើសលប់ពេកយើងនិយាយថាវាស៊ីអត់អស់អញ្ចឹងក៏វាជាបញ្ហាទៅដល់ដំណើរយើងដូចគ្នាដែរហើយមួយទៀតតើតជាមួយនឹងដំណោះស្រាយបាទដូចគ្រូថាដំណោះស្រាយគីមីបាទតើជាមួយនឹងការព្យាបាលក៏ដូចជាការពារទៅលើដំណាំផ្សេងទៀតឬក៏ដើមផ្សេងទៀតដែលវាអត់ទាន់ជួបបញ្ហាហ្នឹងណាដោយសារតែខាងក្រុមហ៊ុន UT Crop យើងគឺមានពីរម៉ាកគឺមានម៉ាកសេសមុទ្រ3គឺយើងមាន UT ជំងឺពិសេសបូកជាមួយនឹងជំងឺដំណាំទូទៅហើយតើជាមួយនឹងម៉ាកកសិករខ្មែរអង្គរគឺយើងមានឬគល់163បូកជាមួយនឹងជំងឺរយមុខបាទអញ្ចឹងតើជាមួយនឹងផលិតផលដែលយើងប្រើប្រាស់នេះបាទយើងត្រូវបាទវិធីសាស្ត្រក្នុងការព្យាបាលវាឬក៏យើងការពារទៅលើដើមផ្សេងទៀតបើសិនជាដើមទុរេនរបស់យើងអត់ទាន់មានបញ្ហាទេបាទដោយបច្ចុប្បន្ននេះគឺយើងចាប់ផ្ដើមមើលថាឃើញតំបន់ផ្សេងគឺគាត់បានស្ដារដើមឬក៏
គាត់ចាប់ដើមជំរុញចេញទុយថ្មីហើយអញ្ចឹងយើងយកថ្នាំនេះយើងអាចលាយទឹកបាទលាយទឹកយកទៅបាញ់តាមដើមបាទដើម្បីលាងទៅលើផ្សិតឬក៏ការពារទៅលើជំងឺបាទដែលវាទឹមមកទុំឬក៏ទឹមមកតោងអញ្ចឹងទៅបាទហើយតើតងជាមួយនឹងវិធីសាស្ត្រនៃការព្យាបាលគឺយើងត្រូវបាទយកថ្នាំនេះដើម្បីលាយចូលបាទយើងអាចលាយចូលតុងស្ពេត្រូទៅបាទយើងអាចយកជំងឺរយមុខមកកញ្ចប់ដូចជាមួយនឹងជំងឺពិសេសបាទយុធីជំងឺពិសេសទៅមកកញ្ចប់តែយើងលាយថ្មីឲ្យវាលបាយរបស់វាតែរៀងខាប់ដែលយើងអាចយកទៅលាបមានថាយើងកោសឬក៏យើងចាំងសម្បកហ្នឹងយើងអាចលាបឲ្យវាជាប់ទៅលើដើមទុរេនរបស់យើងបានហើយបើសិនមួយទៀតតកតងជាមួយនឹងបញ្ហាប្រព័ន្ធឫសបាទបញ្ហាប្រព័ន្ធឫសគឺយើងត្រូវតែបាទចាំងដីខ្ញុំវិញនឹងតិចដើម្បីបាទយើងមើលថាប្រព័ន្ធឫសណាដែលវាជួបបញ្ហាខ្លាំងប្រព័ន្ធឫសណាដែលវាមិនទាន់មានបញ្ហាឬហើយយើងត្រូវលាយទឹកបាទលាយទឹកធុងស្ពេត្រូយើងស្រោចវាបាទយើងស្រោចជំវិញគល់ហ្នឹងទៅដើម្បីឲ្យវាព្យាបាលបានលឿនវាផ្សះបានលឿនក៏ដូចជាវាសារធាតុថាថ្នាំហ្នឹងវាជ្រាបចូលទៅដល់ប្រព័ន្ធឫសវាបានល្អបាទអញ្ចឹងវាអាចទប់ស្កាត់ទៅលើពពោះ Fight Top ហ្នឹងកុំឲ្យវារាលដាលទៅដល់ប្រព័ន្ធឫសផ្សេងៗទៀតដែលចាក់ស្រេះក្នុងដីហ្នឹងណាឬក៏វាអាចប៉ះទៅមួយនឹងឫសផ្សេងទៀតដែលវាមកដែលថាដើមផ្សេងដែលមានឫសរៀងវែងមកវាប៉ះអីក៏វាអាចទប់ស្កាត់បានដែរអញ្ចឹងវិធានការនៃការព្យាបាលយើងគឺមានច្រើនវិធីបាទតាមតំបន់ហើយក៏ដូចជាស្ថានភាពជាក់ស្ដែងរបស់ទុរេនរបស់យើងបើសិនជាវាឈឺរៀងខ្លាំងហើយយើងត្រូវតែមានវិធានការក្នុងការកាយជុំវិញចាញ់ការចូលជុំវិញយើងលាយទឹកថ្នាំដើម្បីស្រោចគល់វាទៅបាទអញ្ចឹងលោកគ្រូគឺសាគាត់បានបង្ហាញល្អហើយជាក់លាក់ច្បាស់បាទបានន័យថានៅពេលដែលយើងបាញ់លេងថ្នាំហ្នឹងទៅយើងបាញ់ទាំងស្លឹកបាញ់ទាំងដើមបាញ់ទាំងឫសជាពិសេសនៅពេលដែលបាញ់ឬធម្មតាយើងមកដាក់ជីដល់ពេល CG ក៏វាត្រូវមានជាប់ស្ពរជាមួយនឹងឫសដែរអញ្ចឹងនៅពេលយើងបានបាញ់ទៅវាចូលទៅសម្រាប់ស្ពរវាធ្វើឲ្យឫសហ្នឹងមានសុខភាពល្អមានកម្លាំងល្អហើយដើម្បីស្រូបយកសារធាតុចិញ្ចឹមដែលបងជាកសិករទាំងអស់ហ្នឹងកំពុងតែបានដាក់ជីមិនអញ្ចឹងបាទអញ្ចឹងវិធីសាស្ត្រនេះគឺលក្ខណៈបែបហៅថាការពារឬក៏ព្យាបាលបាទឬក៏លោកគ្រូលើកឡើងមិញហ្នឹងថាបែបជាវ៉ាក់សាំងពាក់ព័ន្ធទៅលើឬក៏ពាក់ព័ន្ធទៅលើដើមឬក៏ពាក់ព័ន្ធទៅលើខាងស្លឹកអញ្ចឹងបាទអញ្ចឹងជាចុងក្រោយលោកគ្រូមានពាក្យពេចន៍ឬក៏មានសារជាផ្ដាំផ្ញើដល់បងដែលអ្នកផលិតត្រេនរបស់គ្នាបាទអញ្ចឹងសម្រាប់ខ្ញុំបាទជាចុងក្រោយក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែបាទទស្សនាវីដេអូនេះដែរបាទហើយនឹងបាទជាសារទៅដល់ពុកម៉ែបងប្អូនដែលកំពុងតែដាំដុះក៏ដូចជាកំពុងតែយកចិត្តទុកដាក់ថែទាំលើដំណាំទុរេនបាទចឹងដើម្បីថែទាំទុរេនបានល្អបាទការផលិតទុរេនរបស់យើងមានសុខភាពល្អផ្លែបានល្អរសជាតិឆ្ងាញ់ទិន្នផលកើនគឺយើងត្រូវការពារក៏ដូចជាការតាមដានសង្កេតរាល់បញ្ហាឬក៏រាល់ការវិវត្តរបស់ដំណាំទុរេនរបស់យើងបាទដូចឥឡូវនេះយើងចាប់ផ្ដើមចុះខែភាសាហើយអញ្ចឹងការវិវត្តរបស់ជំងឺឬក៏បញ្ហាជំងឺចាប់ផ្ដើមចុះមកដូចគ្នាដែរបាទដោយសារយើងតែភ្លៀងជុំពេកបាទទុរេនរបស់យើងអត់មានថាវាអត់សូវបានពលឺថ្ងៃពេញលេញមិនថាធ្វើរស្មីសំយោគមិនថាដើមរបស់វានឹងគឺសើមជាប់បាទអញ្ចឹងធ្វើឲ្យឱកាសនៃការកើតជំងឺគឺវាកើតខ្លាំងហើយវាអាចរាលដាលលឿនបាទអញ្ចឹងសម្រាប់ខ្ញុំពីខ្ញុំទៅគឺចង់ឲ្យពុកម៉ែបងប្អូនសង្កេតនិងតាមដានហើយយកចិត្តទុកដាក់ក៏ដូចជាយើងមានវិធានការក្នុងការពារវាមុនបាទយើងការពារវាមុនគឺល្អប្រសើរជាងពេលដែលយើងព្យាបាលបាទពេលដែលយើងព្យាបាលគឺអស់លុយច្រើនហើយដំណាំរបស់យើងគឺទ្រុឌទ្រោមទៀតបាទអញ្ចឹងជាចុងក្រោយក៏សូមជម្រាបលាអ៊ំពូមីងបងទាំងអស់គ្នាបាទហើយក៏ជូនពរបងក្នុងការផលិតទុរេនបាទឲ្យជោគជ័យក្នុងឆ្នាំរដូវកាលថ្មីនេះបាទសូមអរគុណច្រើន